សួស្តីអ្នកស្ដាប់ជាទីមេត្រីបន្ទាប់ពីយើងបានស្គាល់មុខមាត់ពិតនៃចៅខ្ជិលនៅក្នុងវគ្គទី1រួចមកហើយថ្ងៃនេះយើងនឹងមកបំពេញអាវុធដើម្បីកម្ចាត់វាកំហុសដ៏ធំបំផុតរបស់មនុស្សភាគច្រើនគឺការរងចាំកម្លាំងចិត្តទើបព្រមធ្វើការគេរងចាំឲ្យមានអារម្មណ៍អានសៀវភៅទើបអានរងចាំឲ្យមានអារម្មណ៍ចង់ហាត់ប្រាណទើបហាត់ប៉ុន្តែការពិតគឺថាកម្លាំងចិត្តគឺជាមិត្តមិនស្មោះត្រង់វាមកតែពេលមេឃស្រឡះតែវានឹងបាត់ទៅវិញពេលមេឃរកលចង់ភ្លៀងដើម្បីឈ្នះភាពខ្ជិលយើងមិនត្រូវរងចាំអារម្មណ៍ល្អនោះទេតែយើងត្រូវប្រើយុទ្ធសាស្ត្រដើម្បីបង្ខំវាយុទ្ធសាស្ត្រដំបូងគេដែលសាមញ្ញបំផុតតែមានប្រសិទ្ធភាពបំផុតគឺច្បាប់5វិនាទី1ទ្រឹស្ដីខួរក្បាលរបស់មនុស្សយើងត្រូវបានបង្កើតមកដើម្បីការពារយើងពីភាពលំបាកនៅពេលអ្នកមានគំនិតចង់ធ្វើអ្វីមួយដែលពិបាកខួរក្បាលនឹងប្រើពេលប្រហែល5វិនាទីដើម្បីរកលេសបញ្ឈប់អ្នកឧទាហរណ៍ជាក់ស្ដែងស្រមៃថាអ្នកកំពុងគេងយ៉ាងមានសុភមង្គលនៅម៉ោង6ព្រឹកម៉ោងរោបានបន្លឺឡើងខួរក្បាលរបស់អ្នកចាប់ផ្ដើមខ្សឹបប្រាប់ថាយប់មិញគេងយប់ជ្រៅណាស់សុំ5នាទីទៀតទៅមិនអីទេបើអ្នកទុកឲ្យការគិតនេះលើសពី5វិនាទីអ្នកនឹងចាញ់វាភ្លាម2របៀបអនុវត្តនៅវិនាទីដែលអ្នកដឹងខ្លួនថាត្រូវងើបចូលរាប់ថយក្រោយក្នុងចិត្ត5 4 3 2 1រួចស្ទុះងើបចេញពីគ្រែភ្លាមដោយគ្រាប់រកែតកុំទុកឲ្យខួរក្បាលរបស់អ្នកតវ៉ាច្បាប់នេះអាចប្រើបានគ្រប់កន្លែងពេលដែលអ្នកចង់ហាត់ប្រាណពេលដែលអ្នកចង់បើកសៀវភៅរៀនឬពេលដែលអ្នកចង់ទេទៅអតិថិជនសំណួរសួរថាហេតុអ្វីបានជាយើងខ្ជិលព្រោះយើងមើលទៅគោលដៅឃើញវាធំពេករហូតដល់ថប់ដង្ហើមឧទាហរណ៍ជាក់ស្ដែងបើអ្នកដាក់គោលដៅថាត្រូវសរសេររបាយការណ៍50ទំព័រខួរក្បាលអ្នកនឹងភ័យខ្លាចហើយជ្រើសរើសការដកវិញប៉ុន្តែបើអ្នកបដូរមកជាសរសេរតែ2នាទីប៉ុណ្ណោះតើអ្នកធ្វើបានទេប្រកាសណាស់នរណាក៏អាចធ្វើបានការងារ2នាទីដែរយុទ្ធសាស្ត្ររាល់ទម្លាប់ថ្មីដែលអ្នកចង់បង្កើតត្រូវធ្វើវាឲ្យចំណាយពេលតិចជាង2នាទីក្នុងការចាប់ផ្ដើមចង់អានសៀវភៅមួយក្បាលអានត្រឹម1ទំព័រចង់រត់ប្រណាំង5គីឡូត្រឹមតែពាក់ស្បែកជើងរត់រួចដើរចេញទៅក្រៅផ្ទះអាចកំបាំងនៅពេលអ្នកចាប់ផ្ដើម2នាទីដំបូងបានសម្រេចវានឹងបង្កើតកម្លាំងរុញច្រានជាធម្មតានៅពេលយើងចាប់ផ្ដើមអាន1ទំព័រហើយយើងនឹងមិនចង់ឈប់ទៀតទេយើងនឹងចង់អានទំព័រទី2ឬនឹងទី3បន្តទៀតការចាប់ផ្ដើមគឺជាផ្នែកដែលពិបាកបំផុតបើឈ្នះការចាប់ផ្ដើមគឺឈ្នះពាក់កណ្ដាលផ្លូវទៅហើយកុំព្យាយាមយកឈ្នះភាពខ្ជិលដោយប្រើកម្លាំងចិត្តសុទ្ធសាធព្រោះកម្លាំងចិត្តមានកំណត់ចូលប្រើបរិយាកាសជួយអ្នកជំនួសវិញឧទាហរណ៍ជាក់ស្ដែងប្រសិនបើអ្នកចង់រៀនសូត្រឲ្យបានពូកែប៉ុន្តែនៅលើតុរបស់អ្នកមានទូរស័ព្ទមានចំណីនិងមានទូរទស្សន៍នៅក្បែរនោះខ្ញុំធានាថាអ្នកនឹងរៀនមិនចូលទេភាពខ្ជិលឈ្នះអ្នកជានិច្ចព្រោះរបស់លបួងវានៅក្បែរពេករបៀបរៀបចំកាត់បន្ថយការរំខានបើចង់ផ្ដោតអារម្មណ៍យកទូរស័ព្ទទៅទុកបន្ទប់ផ្សេងបើវាដាច់ឆ្ងាយពីដៃអ្នកនឹងខ្ជិលដើរទៅយកវាហើយក៏បន្តធ្វើការងារវិញ2បង្កើនភាពងាយស្រួលបើចង់ហាត់ប្រាណពេលព្រឹកត្រូវរៀបចំខោអាវនិងស្បែកជើងដាក់នៅមុខទ្វារបន្ទប់ទឹកតាំងតែពីយប់មិញកាលណាវាឃើញនៅមុខហើយវាកាន់តែងាយស្រួលក្នុងការធ្វើការមិត្តអ្នកស្ដាប់ទាំងអស់គ្នាកម្ចាត់ភាពខ្ជិលមិនមែនជាការផ្លាស់ប្ដូរជីវិតត្រឹមតែមួយយប់នោះទេវាគឺជាការសន្សំជ័យជំនះតូចជាប្រចាំកុំរំពឹងថាខ្លួនឯងនឹងក្លាយជាមនុស្សឧស្សាហ៍បំផុតភ្លាមថ្ងៃនេះបើអ្នកប្រើច្បាប់5វិនាទីដើម្បីងើបពីគេងអ្នកឈ្នះមួយដងបើអ្នកប្រើច្បាប់2នាទីដើម្បីអានសៀវភៅអ្នកឈ្នះមួយដងទៀតចូលចាំថាដំណក់ទឹកភ្លៀងអាចធ្វើឲ្យពេញពាងបានក៏ព្រោះតែវាហូរមកមិនឈប់លំហាត់សម្រាប់ថ្ងៃនេះជ្រើសរើសការងារមួយដែលអ្នកកំពុងខ្ជិលបំផុតរួចរាប់5 4 3 2 1ហើយដើរទៅធ្វើវាត្រឹមតែ2នាទីប៉ុណ្ណោះអរគុណសម្រាប់ការស្ដាប់នៅក្នុងវគ្គ2នៅក្នុងវគ្គទី3យើងនឹងទៅសិក្សាអំពីការកសាងវិន័យដែកដើម្បីឲ្យអ្នកអាចខិតខំប្រឹងប្រែងបានយូរទោះបីជាគ្មានអ្នកណាមើលឃើញក៏ដោយសូមអរគុណ